សួស្តីបងប្អូនខ្ញុំបង្ហាញពីការជួបបញ្ហា Filmora 14យើងបើកមកវាបញ្ហា System Error ដែលយើងឡើងទៅវាយើងអត់ពេញបត់អត់គ្រប់គ្រាន់យើងខ្វែងចោលហើយទៅមកបងប្អូនអនុវត្តតាមខ្ញុំមកបងប្អូនមានពាក្យថា Windows Security មកពាក្យ Windows នេះយកលើគេ Windows Security ហើយបន្ទាប់មកបងប្អូនយក Virus ទី2នេះមកហ្នឹងហើយទៅមកបងប្អូនយកសញ្ញានេះតែបងខ្ញុំចុចហ្នឹងហើយកន្លែងនេះយើងស្វែងរកកន្លែងនេះដើម្បីយើង restore យើងមកឆែកមើលនេះ Filmora 14នៅវានៅកន្លែងនេះហ្នឹងហើយវាអត់ស្គាល់ដើម្បីឲ្យវាស្គាល់យើង restore វាrestore ឲ្យបានគ្រប់មកហ្នឹងហើយបានគ្រប់แล้วវា error នៅកន្លែងនេះដែលវាអត់ស្គាល់យើង restore វា restore ឲ្យអស់ហើយហ្នឹងហើយកុំភ្លេចចុច like share comment ខ្ញុំមួយនិង follow បង្កើតវីដេអូបន្តទៀតអ្វីដែលប្លែកណាយើងធ្វើ restore រហូតដល់តើវាអស់ហើយបងប្អូនហើយដើរអស់ហើយមកនៅចំណុចកន្លែងនេះបងប្អូនកន្លែង filter ហ្នឹងហើយតើមកបងប្អូនយកកន្លែងក្រោមគេហើយមកយកកន្លែងទៀតយកក្រោមគេមកយក low ហ្នឹងហើយរួចការស្រេចហើយហ្នឹងហើយយើងខ្វែងចោលហើយយើងសាកទៅរកបើកកម្មវិធី Filmora 14សាថ្មីតើវាការបានជោគជ័យទៅហ្នឹងហើយយើងបើកមកហើយបើកមកវាឃើញថាវាដំណើរការហ្នឹងហើយកុំភ្លេច follow ចុច subscribe YouTube ខ្ញុំអ្នកមួយសូមអរគុណក្នុងការតាមដានវីដេអូរបស់ខ្ញុំហើយយើងបានធ្វើបានសម្រេចហើយហ្នឹងហើយសូមជម្រាបលា